ព័ត៌មានទាន់ហេតុការណ៍លោកតំណាងរាស្ត្រគីមត្រូវបានគេប្រទះឃើញស្លាប់នៅផ្លូវក្រវ៉ាត់ក្រុងនគរបាលសង្ស័យថាជាករណីឃាតកម្មម្នាក់នឹងឲ្យតែខំគោលដៅជាប់ហើយគឺមិនងាយលែងទេឬគេនិយាយថាម្នាក់ស្រីនោះស្អាតខ្លាំងណាស់មែនទេស្អាតហើយយ៉ាងម៉េចឲ្យមកមួយឡានទៀតក៏ខ្ញុំមិនយកដែរមិនចឹងគ្រប់យ៉ាងពីនាងសុទ្ធតែជាអាចកំបាំងទាំងអស់ទាំងឈ្មោះទាំងអាយុសុទ្ធតែជាការកុហកកុំទៅពាក់ព័ន្ធជាមួយស្រីម្នាក់នឹងឲ្យសោះដឹងទេថាមនុស្សដែលគួរឲ្យខ្លាចពិតប្រាកដជាអ្នកណាគឺមនុស្សដែលគ្មានចំណុចខ្សោយព្រោះគេគ្មានអីត្រូវបាត់បង់ទៀតទេខ្ញុំរកឃើញចំណុចខ្សោយរបស់មុនចុងថៃហើយកូនស្រីតែម្នាក់គត់របស់ប៉ូលីសមុនចុងថៃគឺមុនហេស៊ូតើនាងស្គាល់ស្នេហាដែរទេទេប្រហែលជាកើតមកមួយជីវិតនេះមិនដែលស្គាល់ទេចុះបាយម្ហូបមិនត្រូវមាត់មែនទេចាំខ្ញុំឲ្យគេដូរម្ហូបផ្សេងមកមិនបាច់ទេធ្វើចឹងប្រយ័ត្នដួលសន្លប់ណានិយាយធ្វើដូចជាបារម្ភពីខ្ញុំណាស់អីចឹងខ្ចីទូរស័ព្ទបន្តិចមកយកទៅធ្វើអីខលទៅជីធនវាខ្លាចជាសង្សារនាងតាំងពីកាលបើនៅតែបាត់ដំណឹងគេច្បាស់ជាប្តឹងប៉ូលីសបាត់ខ្លួនហើយបើមិនចង់ឲ្យប៉ូលីសមកស៊ើបអង្កេតទេឲ្យមកនិយាយតែរឿងសំខាន់បានហើយគឺខ្ញុំតើហេស៊ូមិនបាច់បារម្ភពីខ្ញុំទេមកពីមានធុរៈបន្តិចទេមិនបាច់មកទេតិចទៀតខ្ញុំទៅវិញហើយគ្រាន់តែមកស្រូបខ្យល់នៅសមុទ្រតើចុះទូរស័ព្ទខ្ញុំតើពេលណាទៅព្រមមកវិញយ៉ាងណាក៏គេមិនលើកទូរស័ព្ទនាងដែរតើចាំបាច់អីទៀតហេតុអីបានជាធ្វើដាក់ខ្ញុំបែបនេះតាមដានខ្ញុំ24ម៉ោងហើយដាក់សិស្សមើលទៀតមិនទាន់គ្រប់គ្រាន់ទេហេនាងពិតជាមិនដឹងថាហេតុអីបានជាខ្ញុំធ្វើបែបនេះមែនទេគឺដើម្បីការពារនាងតើការពារខ្ញុំនាងនឹងស្អែកខ្ញុំមកវិញហូបបាយឲ្យអស់ទៅពេលនេះរឿងបាយសំខាន់ណាស់មែនទេសំខាន់ចុះបើខ្ញុំមិនចង់ញ៉ាំបើឯងនៅតែបន្តអត់បាយបែបនេះខ្ញុំអាចនឹងទៅរកជីវ័នថាម៉េចភ្លេចហើយអីថាខ្ញុំជាមនុស្សបែបណាបើចង់ការពារមិត្តនាងញ៉ាំទៅកុំប្រហើនទៅចិត្តជីវ័នឲ្យសោះនាងជាមនុស្សសំខាន់តែម្នាក់គត់ដែលខ្ញុំនៅសល់ទោះជាមនុស្សដូចនាងគ្មានថ្ងៃយកពីអារម្មណ៍នេះក៏ដោយអីចឹងកុំបង្ហាញឲ្យខ្ញុំដឹងថានរណាសំខាន់ចំពោះនាងឲ្យសោះព្រោះវានឹងក្លាយជាចំណុចខ្សោយរបស់នាងប៉ុណ្ណោះជួនកាលខ្ញុំឆ្ងល់ណាស់ឆ្ងល់អីតើវាមានអារម្មណ៍មិនដែរដែលរុញខ្ញុំចូលទៅក្នុងរោគបែបនេះអូមកពីខ្ញុំគ្រាន់តែជាប្រដាប់ក្មេងលេងអីចឹងមានប្រហែលជាគ្មានអារម្មណ៍អីទេដឹងខ្ញុំបានតាំងចិត្តថានឹងមិនចាញ់បោកមុខមាត់คล้ายៗរបស់នាងទៀតឡើយព្រោះនាងជាមនុស្សស្រីដែលពោពេញដោយការភូតភូត
ខ្ញុំបានណាត់ជួបប្រឹក្សាផ្ទៃទ្រព្យសម្បត្តិមកលឿនបន្តិចហើយជំរាបសួរខ្ញុំឈ្មោះមុនហេស៊ូជាអនុប្រធានក្រុមភើប្រធានក្រុមអត់នៅមួយផ្លែតទេដូច្នេះខ្ញុំនឹងជួយបញ្យល់ជូនមុនទំហំប៉ុន្មានដែរប្រហែល 5000 លានសិនបើបងអ្នកនាងត្រូវការស្ថិរភាពផលិតផលនេះស័ក្តិសមហើយបើចង់បានផលចំណេញច្រើនបន្តិចខាងនេះក៏ល្អដែរបើថវិកាដែលកំពុងដំណើរការភាគច្រើនជាប្រាក់បញ្ញើប្រចាំនោះអ្នកនាងក៏អាចពិចារណាផលិតផលនេះបានដែរជំរាបអ្នកនាងខ្ញុំនឹងបន្តការប្រឹក្សាមិនអីទេឲ្យអ្នកនាងមុនហេស៊ូបន្តទៅអាហេនាងពន្យល់បានល្អណាស់តើបើមានចម្ងល់បន្ថែមសូមទំនាក់ទំនងមកបានគ្រប់ពេលអ្នកនាងភ្លេចរបស់ហើយមិនបាច់ប្រគល់មកវិញក៏បានដែរយ៉ាងណាក៏យើងនឹងជួបគ្នាម្ដងទៀតដែរផ្កាអាហេចុះក៏បាននាងហើយអាហោមិនមែនកន្លែងនឹងទេខាងទៀតអាហោធ្វើអីផឹកអត់មកហើយជីវិតការងារអត់ស្រួលទេមែនទេមុខឯងកាន់តែយ៉ាប់ហើយកុំយឺពេកឯងគិតថាមុខឯងល្អជាងនឹងហ៎ទីបំផុតជួសជុលហើយថ្ងៃស្អែកបើកហើយឥឡូវខ្លាចជាថៅកែពិតប្រាកដហើយនិយាយអីចឹងចុងសប្តាហ៍នេះឯងធ្វើអីម៉េចអហោចង់ឲ្យឯងជួយបន្តិចនៅពេលថ្ងៃតែចប់ហើយខ្ញុំនឹងចិញ្ចឹមឯងយូរបានជួបអិនហូទៅផឹកមួយកែវទៅអូនហូឯងរវល់ project ណាស់អត់ទោះរវល់ក៏អត់មកជួបឯងទេហើយចុះឯងពិតជាតាក់ទងគ្នាជាមួយអឿនហូពេលណាសង្សារអីហេមនុស្សដូចអូនហូទៅរកឯណាបានចិត្តល្អផងស្លូតបូតផងគិតតែពីឯងទៀតហើយថែមទាំងសង្ហាទៀតអហោខ្ជិលគិតអត់មានគិតរឿងស្នេហាទេមួយរយៈនេះស្រឡាញ់ដោយប្រើអារម្មណ៍មែនធម្មតាអារម្មណ៍វាឆ្លើយតបមុនតើខ្លួនឯងអត់ប្រតិកម្មទេប្រតិកម្មអីគេដូចជាបេះដូងរំភើបបន្តិចហើយចង់នៅចិត្តអីចឹងទៅអត់ទេខ្ញុំទៅហើយចុងសប្តាហ៍កុំភ្លេចមកជួយឲ្យហើយគេកំណត់ឯងរួចហើយគេថានឹងឲ្យឯងជួយពីគ្រូយោបល់ទៅមុខទៀតហើយអញ្ជើញមកអាហោ
ជំរាបសួរបងនៅម្ដុំនេះមែនទេមិនមែនទេខ្ញុំមានការមកម្ដុំនេះបន្តិចអូចាំខ្ញុំជួយទទួលការកុំម៉ងសិនសូមអេសប្រេសូមួយចាចាំខ្ញុំយកទៅឲ្យនាងជាម្ចាស់ហាងនឹងមែនទេអូគឺខ្ញុំមកជួយមិត្តភក្តិបន្តិចបន្តួចទេខ្ញុំគ្រាន់តែមើលចំនួនថ្ងៃនេះទេបើមានពេលចង់អង្គុយលេងបន្តិចទេនាងរក្សាទុកវាបានល្អណាស់អាហ៎របស់ខ្ញុំអូបិទទឹកចាស់ខ្ញុំបានទុកវាក្នុងថតដើម្បីឲ្យពេលបងមកធនាគារតែបងអត់បានតាក់ទងមកហើយក៏អត់មកដែរខ្ញុំរវល់បន្តិចអាហ៎ចាំខ្ញុំយកនំខេកមកឲ្យបងទេអត់ទេខ្ញុំអត់សូវចូលចិត្តរបស់ឯងទេចុះបងចូលចិត្តអីវិញខ្ញុំចង់ប៉ាវបងជាការថ្លែងអំណរគុណអរគុណរឿងអីទៅខ្ញុំទៅបានលោកប្រធានក្រុមសរសើរខ្ញុំមានអារម្មណ៍ល្អណាស់ល្អហើយអញ្ចឹងបន្តនិយាយគ្នាទៅសំណួរមិញនេះអីគេខ្ញុំចូលចិត្តវីស្គីអាហ៎បន្តតាមគម្រោងទៅចូលចិត្តវីស្គីទិញឲ្យខ្ញុំមែនកើតអីតាំងពីពេលណាខ្ញុំគ្រាន់តែឈឺក្បាលបន្តិចបន្តួចទេខ្ញុំហៅប្រធានទីមកចាក់សេរ៉ូមបន្តិចទៅមិនអីទេវាមិនធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងទេអញ្ចឹងខ្ញុំទៅទិញថ្នាំមករងចាំបន្តិចខ្ញុំចង់ដើរលេងបន្តិចពិបាកណាស់ខ្ញុំជាប់ឃុំយូរពេកហើយតឹងទ្រូងណាស់ខ្ញុំចង់ដើរលេងលឿនឡើងទៅគេនៅតែដឹងតាមយើងតើយើងត្រូវធ្វើយ៉ាងម៉េចទៅមិនក៏ដឹងហើយទូរស័ព្ទតាមដានទីតាំងប្រាប់អីចឹងជីវ៉ុនមិនអីទេហ៎មានរបួសកន្លែងណាអត់ជីវ៉ុនរបួសហើយឡានពេទ្យមកលឿនពិតជាចង់ធ្វើអីចឹងមែនតើវាពិបាកណាស់មែនទេក្នុងការនៅស្រីក្មេងពីអីចឹង
អត់ដឹងទេអីចាប់ពីពេលនេះទៅខ្ញុំនឹងបង្ហាញឲ្យស្គាល់ម្ដងមិនជឿទេគិតថាខ្ញុំធ្វើមិនកើតទេអីអ្នកពិតជាឈួតមែនជោគវាសនារបស់ជីវ័នគឺស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកបានហើយខ្ញុំនឹងធ្វើតាមអ្នកចុះឆាប់យកនាងទៅមន្ទីរពេទ្យទៅនិយាយមែនឬទូរត់ក៏អ្នកនៅតែតាមចាប់បានដដែលត្រូវហើយគិតបានល្អណាស់តែបើខ្ញុំត្រឡប់ទៅវិញខ្ញុំនឹងអ្នកស្អប់អ្នកអស់មួយជីវិតបាននោះក៏ជាការគិតដ៏ល្អដែរមកហើយអ្នកគិតថាវាចម្លែកមែនទេការជួបគ្នាម្ដងទៀតនៅហាងកាហ្វេដោយចៃដន្យពិភពលោកពិតជាតូចចង្អៀតមែនទេគេច្រើនហៅថាវាសនាមែនទេតែខ្ញុំរៀនច្របូកច្របល់បន្តិចអីគេឥឡូវនេះកន្លែងនេះជាការបន្តនៃការងារឬជារឿងផ្ទាល់ខ្លួនញ៉ាំតាមសម្រួលទៅខ្ញុំគ្មានបំណងបន្តរឿងការងារដោយយកលេសរឿងផ្ទាល់ខ្លួនទេស្រារៀងល្វិញបន្តិចហើយថាចូលចិត្តស្រាវីស្គីតើខ្ញុំមិនបាននិយាយថាខ្ញុំចេះផឹកទេក្តៅមែនទេខ្ញុំក៏រៀងស្រវឹងដែរហើយអត់ទាន់បានផឹកផងយើងឈប់ផឹកទៅខ្ញុំនៅផឹកទៀតថ្ងៃនេះជួយបម្រើខ្ញុំឲ្យអស់ចិត្តបានអត់អីគេបើផឹកទៀតច្បាស់ជាស្រវឹងហើយជូនខ្ញុំទៅផងឈួតហើយមើលទៅដូចជាមិនខ្លាចសោះអីចឹងមិនទាន់ស្គាល់ខ្ញុំជាអ្នកណាផងក៏ហ៊ាននាំមកដល់សន្តាគារបាត់អត់ដឹងជូនទៅណាផងបើខ្ញុំធ្វើអីមិនល្អតើឯងធ្វើយ៉ាងម៉េចមិនកើតទេអីចឹងហើយកុំធ្វើប្រហែសសំបី1វិនាទីជីវ័នវិញទៅដល់ពេទ្យហើយ
មិនមែនគាត់ទៅពេទ្យព្រោះតែខ្ញុំអត់ប្រយោជន៍ទេហីគ្រាន់តែប៉ះបន្តិចបន្តួចទេបដាសាយហើយចូលក្នុងមុនទៅបងចាំលើកទូរស័ព្ទរួចចាំចូលទៅពីនិតរួចហើយគេថាអត់មានអ្វីធ្ងន់ធ្ងរទេក្រៅពីរងរបួសបន្តិចបន្តួចបងទៅងូទឹកបន្តិចអូនសម្រាប់ទៅមិនមែនទៅតែឃើញខ្លួនបងម្ដងពីរដងទេឆាប់ទៅងូទឹកទៅញ៉ាំបាយអត់ឃ្លានទេមិនមែនយើងយល់ព្រមគ្នាហើយថាត្រូវសហការតាមបងទេញ៉ាំឲ្យអស់ចាំញ៉ាំថ្នាំទុកវាចោលទៅខ្ញុំនឹងញ៉ាំខ្លួនឯងញ៉ាំនៅមុខបងបដូរផែនការហើយគឺត្រូវនៅជាប់អូនថាម៉េចអូនប្រហែលជាមិនទុកចិត្តបងក៏លែងទុកចិត្តអូនដែរការលាក់ខ្លួនបែបនេះតើពេលណាទើបចប់ទៅបងនឹងរៀបចំគ្រប់យ៉ាងឲ្យឆាប់ចប់ទៅចឹងពេលនោះខ្ញុំក៏លែងចាំបាច់ត្រូវឃើញមុខបងទៀតហើយមែនទេវាអាក្រក់ម្លឹងហ្នឹងការបានឃើញមុខបងហ្នឹងចាស់ខ្ញុំទៅក្រៅបន្តិចបើខ្ញុំធ្វើរឿងមិនល្អតើនាងនឹងធ្វើម៉េចខានជួបមុខគ្នាយូរហេចាសុខសប្បាយទេថ្ងៃនោះខ្ញុំជំពាក់គុណអ្នកហើយខ្ញុំគួរតែតាក់ទងទៅមុននេះខ្ញុំរវល់ការងារទៅបានមកយឺតអីចឹងអត់អីទេមនុស្សស្រវឹងអាចអីចឹងដែរខ្ញុំភ្ញាក់ឡើងពេលព្រឹកស្រាប់តែឃើញខ្លួនឯងនៅបន្ទប់សន្តាគារខ្ញុំព្យាយាមនឹកតែនឹកមិនឃើញសោះខ្ញុំស្មានថាហេស៊ូជាអ្នកជូនខ្ញុំមកហេមិនចាំអីសោះទេមានចំណុចណាដែលខ្ញុំគួរចាំឬអត់ទេនិយាយអញ្ចឹងខ្ញុំចង់សម្រេចចិត្តយកផលិតផលមួយដែលយើងបានពិភាក្សាពីរឿងទ្រព្យសម្បត្តិកាលពីលើកមុនចាខ្ញុំនឹងជួយពន្យល់ម្ដងទៀតថ្ងៃនោះអ្នកលំបាកព្រោះតែខ្ញុំហើយខ្ញុំចង់សងគុណវិញខ្លះញ៉ាំបាយជាមួយគ្នាទេអញ្ចឹងល្ងាចនេះអ្នកទំនេរទេហេថ្ងៃនេះក៏អាចដែរតែអញ្ចឹងខ្ញុំនឹងកំណត់ទីតាំងនិងពេលវេលាឲ្យតាក់ទងអ្នកមុនពេលល្ងាចបានចឹងភ្លេចបាត់ខ្ញុំត្រូវប្រគល់ប៊ិចទឹកនោះឲ្យវិញហើយកាន់ទុកសិនទៅដើម្បីខ្ញុំមានលេខជួបអ្នកទៀត
នឹកស្មានមិនដល់សោះល្អតើទេសភាពពេលយកក៏ស្អាតដែរអ្នកមិនដែលញ៉ាំមីនៅកន្លែងបែបនេះទេមែនទេហេតុអីគ្រាន់តែគិតថាអ្នកធំឡើងស្រណុកសុកស្រួលពេកអត់ទេពិតមែនឬខ្ញុំធំឡើងលំបាកជាងការគិតទៅទៀតហើយខ្ញុំក៏ចូលចិត្តមេដែរខ្ញុំហៅឈ្មោះអ្នកបានទេតាមពិតថ្ងៃដែលចេញពីបារវីស្គីនោះខ្ញុំក៏បានហៅដែរអីចឹងជីគូនិយាយតាមត្រង់ខ្ញុំពិតជាអាក់អន់ចិត្តបន្តិចរឿងអីគ្រាន់តែមានអារម្មណ៍ថាយុទ្ធធរព្រោះមានតែខ្ញុំដែលចាំមានរឿងអីកើតឡើងមែនឬមានរឿងអីប្រាប់បានទេគ្មានអីទេពិតមែនហ៎ធ្វើមកខកចិត្តម្លេះហេបែបនេះមិនលំបាកទេហ៎ខ្ញុំសម្ដែងដើម្បីឲ្យឯងស្រួលចិត្តឯងគួរតែបំភ្លេចវាចោលទៅមិនក៏ធ្វើមុខសោកស្ដាយម្លេះបងចាំគ្រប់យ៉ាងបងបានឲ្យឱកាសអូនហើយតើឱកាសរត់ចេញពីបងណាស់ហើយអីចឹងអាចអត់ឆ្លើយទៅវិញទេដឹងខ្ញុំអត់លេងសើចផងកុំខ្លាចអីបានផឹកស្រាហើយហ៎ជាមួយអ្នកណាជាមួយប្រុសផ្សេងទេដឹង